គោរពឲ្យតម្លៃមនុស្សដោយការសន្យាឲ្យថ្លៃមនុស្សយើងគឺមានតម្លៃមិនដូចគ្នាទេគឺអាស្រ័យទៅលើសមត្ថភាពសកម្មភាពក៏ដូចជាទង្វើនៃការប្រព្រឹត្តរបស់មនុស្សម្នាក់ទេវតាបង្កើតមនុស្សយើងមកឲ្យមានតិច2ភ្នែក2ដៃ2ជើង2ប៉ុន្តែមាត់មានតែមួយទេគឺមានន័យថាឲ្យមនុស្សយើងនឹងចេះស្ដាប់ឲ្យបានច្រើនចេះមើលឲ្យបានច្រើនប៉ុន្តែនិយាយឲ្យកាន់តែតិចគឺកាន់តែល្អពាក្យសម្ដីដែលគេនិយាយចេញទៅគឺពិតជាមានតម្លៃខ្លាំងមិនអាចកាត់ថ្លៃបានរហូតដល់ចាស់ហ្នឹងគាត់បានផ្ដាំមកយើងថាមនុស្សគឺគេយកសម្ដីរីឯដំរីគេយកភ្លុកសម្ដីគឺជាការសន្យាភាពស្មោះត្រង់ដ៏អស្ចារ្យនៅក្នុងការរស់នៅរបស់មនុស្សទូទៅដើម្បីឲ្យការសន្យារបស់យើងនឹងកាន់តែថ្លៃហើយវាចាំបាច់នោះយើងត្រូវតែអនុវត្តតាម3ចំណុចដែលខ្ញុំបានលើកឡើងនេះទី1គឺបើសន្យាហើយគឺធ្វើឲ្យសន្យារបស់យើងនឹងថ្លៃដូចមាសសន្យាហើយត្រូវតែធ្វើតាមសន្យាទើបយើងអាចបង្ហាញពីតម្លៃរបស់យើងទៅកាន់មនុស្សជុំវិញខ្លួនយើងបានទី2បើយើងសន្យាហើយត្រូវតែសាងទំនុកចិត្តដើម្បីឲ្យការសន្យារបស់យើងនឹងគឺកាន់តែមានតម្លៃហើយមនុស្សគ្រប់គ្នាគេទុកចិត្តធ្វើនិងអនុវត្តទៅតាមការសន្យារបស់យើងទាំងអស់នោះនៅពេលដែលយើងសន្យាដោយការទំនុកចិត្តហើយយើងនឹងទទួលបានការគោរពការស្រឡាញ់ពីមនុស្សជុំវិញខ្លួនយើងនឹងជាក់ជាមិនខានរីឯចំណុចទី3បងប្អូនសន្យាដោយការផ្ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរឲ្យខ្លួនឯងក៏ដូចជាមនុស្សជុំវិញខ្លួនមិនសន្យាឲ្យរួចតែពីមាត់ហើយធ្វើអត់បានទេពីព្រោះនៅពេលដែលយើងសន្យាហើយយើងធ្វើបាននោះធ្វើឲ្យតម្លៃខ្លួនយើងនឹងកាន់តែឡើងខ្ពស់តែបើយើងសន្យាហើយយើងធ្វើអត់បានតម្លៃខ្លួនយើងនឹងគឺធ្លាក់ចុះហើយយើងបាត់បង់សេចក្តីថ្លៃថ្នូរហើយអញ្ចឹងសរុបសេចក្តីមកដើម្បីឲ្យការគោរពចាមនុស្សដតីចាឲ្យតម្លៃមនុស្សដតីដោយការសន្យាឲ្យថ្លៃគឺមានន័យថាយើងមិនមែនគោរពតែទៅលើសន្យាដែលធំទេទោះបីតែសន្យានឹងតូចក៏ដោយអ្វីដែលយើងសន្យាហើយចំពោះមនុស្សជុំវិញខ្លួនត្រូវតែធ្វើវាឲ្យបានអត់គ្រាន់តែនិយាយហើយត្រូវតែធ្វើឲ្យបានឲ្យល្អប្រសើរទៀតនោះទៅគេហៅយើងថាជាមនុស្សដែលអស្ចារ្យអរគុណ